មួយថ្ងៃវល់ល្ងាចពីភ្នំពេញទៅគៀនស្វាយក្រៅដូរពីបរិយាកាសជិះម៉ូតូទៅផ្សារមកជិះទូកដើម្បីទិញម្ហូបយកទៅញ៉ាំនៅលើកញ្ចុះចង់ដឹងថាគៀនស្វាយក្រៅឥឡូវមានអីប្លែកតោះយើងទៅនៅចាំការទៀតទៅមើលទាំងអស់គ្នាបាទសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍បើក្បាលដំបងគឺជួបជាមួយនឹងនារីស្លន់ស្លោម្នាក់បាទមិនថានៅក្នុងកលៈទេសៈណាទេឲ្យទៅមួយគាត់បាទគឺស្លន់តាំងពីផឹកតាំងពីជិះម៉ូតូឥឡូវនេះអ្នកទាំងអស់គ្នាពួកខ្ញុំកាត់មកដល់កន្លែងកញ្ចុះគៀនស្វាយក្រៅតែពួកខ្ញុំត្រូវញ៉ាំបាយថ្ងៃបាយព្រឹកនៅកន្លែងហ្នឹងហ្មងអញ្ចឹងបន្ទាប់ពីពួកខ្ញុំបានសួរតម្លៃម្ហូបជាមួយនឹងតម្លៃកញ្ចុះហើយគឺនាំគ្នាដើរចុះទៅកញ្ចុះនេះផ្លូវដែលយើងដើរទៅកញ្ចុះសម្រាប់អង្គុយលេងអញ្ចឹងសម្រាប់បងផ្សេងគាត់ធ្លាប់ទៅច្រើនដងអាហ្នឹងខ្ញុំអត់ដឹងទេក៏ប៉ុន្តែខ្ញុំខានទៅជាង10ឆ្នាំហើយបងប្អូនអើយអញ្ចឹងលើកនេះលើកទី2របស់ខ្ញុំហើយដែលបានមកដើរលេងនៅគៀនស្វាយក្រៅហើយបើសិនជានិយាយពីផ្លូវស្ពានឆ្លងទៅវិញអាហ្នឹងអត់អីទេអ្នកទាំងអស់គ្នាផ្លូវគេដើរធម្មតាគាត់ថាខ្ញុំវាតែប្រទះពីមុនមកអញ្ចឹងណាបាទនិយាយទៅគឺផ្លូវនេះគឺផ្លូវដែលខ្ញុំទៅសម្រក់គីឡូបាទសម្រក់គីឡូគឺសម្រក់គីឡូគឺអត់កើតទេដូចផ្លូវហ្នឹងអញ្ចឹងពិបាកដើរមែនតើពិបាកឆ្លងផងភ័យផ្លងខាច់ផងជើងខ្លាច់ធ្លាក់ទឹកអញ្ចឹងណាធម្មតាយើងទៅលើកទី2ចេះភ័យចេះស្លន់ស្លោអ្នកទាំងអស់គ្នាគាត់ទៅថាពិបាកឆ្លងក៏ប៉ុន្តែផ្លូវគេអីទេដើរបានធម្មតាអ្នកទាំងអស់គ្នាដើរបានអ្នកក៏បានដែរអញ្ចឹងនេះខ្ញុំរៀងការពារដែរគឺខ្ញុំដើរទៅឲ្យពួកម៉ាក់ខ្ញុំដើរទៅផុតហើយបានខ្ញុំដើរឆ្លងទៅស្ពាននេះគឺជាស្ពានដែលដើរឆ្ពោះទៅសម្រក់គីឡូនឹងឯងអ្នកទាំងអស់គ្នាបើស្ពានហូបស៊ុបហូបសាច់អាំងវិញគឺស្រួលឆ្លងទេនេះយើងដើរជាសន្សឹមកុំបំបោឆ្លងមួយគង់ទៅដល់កញ្ចុះនឹងទេអ្នកនរគ្នាផ្លោះឥឡូវនេះដើរបានផុតស្ពានហើយអ្នកនរគ្នាដល់មកដល់កន្លែងកញ្ចុះហើយកញ្ចុះខ្ញុំរៀងចុងគេបន្តិចព្រោះកន្លែងនេះរៀងក្តៅអញ្ចឹងណាហើយពេលដែលខ្ញុំទៅដើរលេងហ្នឹងគឺទៅចំថ្ងៃអង្គារអញ្ចឹងទៅគឺអត់សូវមានមនុស្សទេអ្នកទាំងអស់គ្នាតែរៀងសប្បាយចិត្តដែរអ្នកទាំងអស់គ្នាខ្ញុំទៅនឹងមកកញ្ចុះក្រុមខ្ញុំអញ្ចឹងយើងអាចសប្បាយរៀងឡូឡាទៅអត់ខ្លាចក្រែងចិត្តអ្នកចិត្តខាងអីអញ្ចឹងណាអញ្ចឹង today is my day ហើយឥឡូវនេះពួកខ្ញុំបានហៅទូកអ៊ំប្រុសជីដើម្បីធ្វើការចូលផ្សារទៅទិញម្ហូបទិញត្រីទិញអីយកមកញ៉ាំនៅក្នុងកញ្ចុះថែមអញ្ចឹងហើយក៏មានការណែអ៊ំប្រុសគាត់ចាប់យ៉ាងអត់ទាន់បុកកញ្ចុះនៅកន្លែងខ្ញុំអង្គុយឥឡូវនេះធ្វើការជិះទូកទៅទិញម្ហូបក៏ប៉ុន្តែមុននឹងឡើងទៅទិញម្ហូបប្រុសក៏គាត់សួរថាបើសិនជាអត់ទាន់ទៅទិញម្ហូបញ៉ាំទេអាចជិះទូកជុំវិញនឹងបានអញ្ចឹងពួកខ្ញុំក៏សម្រេចចិត្តជិះទូកលេងមកជុំសិនហើយចាំទៅទិញម្ហូបនេះខ្ញុំមកប្រាប់តម្លៃទូកតិចអ្នកទាំងអស់បើជិះពីកញ្ចុះយើងឆ្លងទៅផ្សារគឺម្នាក់ 3000 អ្នកទាំងអស់គ្នា 3000 ហ្នឹងគឺទៅវិញទៅមកអញ្ចឹងមិនន័យថាទៅ 1500 មកវិញ 1500 ហើយយើងចង់ជិះលេងមួយសន្ទុះហ្នឹងទៅអ៊ំយក 5000 អញ្ចឹងណាមេឃពេលផឹកអ្នកទាំងអស់គ្នារៀងក្តៅបន្តិចក៏ប៉ុន្តែអីទេដោយសារតែចិត្តចង់ជិះទូកហើយណាមួយឃើញអ៊ំរៀងចាស់ចឹងទៅក៏ជួយជិះគាត់ចឹងណាព្រោះយើងគិតថាមកជុំហ្នឹងអស់តែ 5000 ទេតែអ្នកទាំងអស់គ្នាពេលជិះទូកចឹងមានអារម្មណ៍ថាកាត់ stress សាហាវហ្មង relaxing enjoy ជាមួយនឹង view
តពីបានជីទូក enjoy មកហើយដល់កន្លែងដែលត្រូវឡើងចដើទៅផ្សារខាងលើអ្នកទាំងអស់គ្នា ឥឡូវនេះអ្នកទាំងអស់គ្នាមេកំពុងតែភ្លៀងហើយពេលដែលខ្ញុំកំពុងតែអង្គុយញ៉ាំអីនោះគឺខ្ញុំមិនហ៊ានថតទេព្រោះដោយសារមេភ្លៀងរៀងខ្លាំងដែរអញ្ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថានៅពេលដែលខ្ញុំទៅនោះគឺគ្នាច្រើនអញ្ចឹងនៅពេលដែលយើងទិញអីវ៉ាន់ច្រើនញ៉ាំអីច្រើនទៅនៅពេលដែលយើង share លុយគ្នាគឺអស់តិចខ្លាំងមែនតើអញ្ចឹងបើអ្នកទាំងអស់គ្នា stress ពីការងារកុំ stress ច្រើនពេកអាចបពួរគ្នាមក team ដាក់មក trip មកធ្វើការខ្លះដើរលេងខ្លះទៅអ្នកទាំងអស់គ្នាជីវិតយើងអត់សល់លុយ ខ្ញុំនិយាយលេងតែអស់គ្នាទុកខ្លួនឲ្យ stress ច្រើនពេកដើរលេងខ្លះទៅពេលខ្លះការដើរលេងវាមិនមែនថាអត់ប្រយោជន៍ទេអ្នកទាំងអស់គ្នាវាក៏ជួយកាត់បន្ថយអ្នកទាំងអស់គ្នាកុំឲ្យគិតច្រើនអញ្ចឹងមានតែយើងនាំខ្លួនឯងដើរលេងទៅនិយាយទៅណែនាំគេលឺពាក្យដើរលេងរហូត vlog របស់ខ្ញុំពីពេលផឹកម៉ោង 8 រហូតមកដល់ម៉ោង 4 គឺបានចប់ហើយឥឡូវនេះគឺពួកខ្ញុំកំពុងតែរៀបចេញដំណើរទៅភ្នំពេញវិញចង់និយាយថាថ្ងៃហ្នឹងគឺសប្បាយខ្លាំងអ្នកទាំងអស់គ្នាអញ្ចឹងកុំភ្លេចនាំគ្នាមកលេងផងអ្នកទាំងអស់គ្នាព្រោះកន្លែងនេះឥឡូវរៀងស្ងាត់ណាអញ្ចឹងអាចនាំមិត្តភ័ក្តិមកក្រុមឬក៏ក្រុមគ្រួសាររបស់យើងមកលេងនៅគៀនស្វាយក្រៅនេះបានព្រោះថាផ្លូវឥឡូវស្រួលជិះហើយអ្នកទាំងអស់គ្នាជិះមួយផ្លែតគឺមកដល់ហើយអញ្ចឹងអរគុណច្រើនអ្នកទាំងអស់គ្នា vlog របស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាចូលចិត្ត vlog នេះហើយជួយ like ជួយ share ផងអ្នកទាំងអស់គ្នាហើយនឹងជួបគ្នានៅ vlog ក្រោយទៀតណាអរគុណច្រើនបាយបាយអ្នកទាំងអស់គ្នា